ថាមពលផ្នែកចិត្តមនុស្សយើងមួយចំនួនអាចឃើញតិចតួចណាស់របស់ដែលមានថាមពលដែលមានក្តីចម្រើនដែលកំពុងកើតឡើងនៅលើដងវិថីរបស់យើងប្រហែលជាយើងមិនបានច្រោះព័ត៌មានដែលចូលតាមភ្នែកឲ្យបានល្អទេមើលទៅជាលទ្ធផលយើងតែងតែអោបក្រសោបរបស់មួយដោយមិនទាន់បានឃើញធម្មជាតិពិតរបស់វានៅឡើយយើងទទួលបានសោភ័ណភាពលោកីដោយមិនបានគិតថាវាមានន័យខ្លឹមសារអ្វីខ្លះដល់ខ្លួនឬនិយាយបែបម្យ៉ាងទៀតគឺយើងមិនប្រើអេរិយាបថគំនិតវិជ្ជមានដើម្បីពិនិត្យមើលខ្លឹមសារនៃសោភ័ណភាពទាំងឡាយដែលហូរចូលក្នុងខួរក្បាលរបស់យើងតាមរយៈភ្នែកតើឥឡូវនេះវាមិនមែនជាពេលវេលាស័ក្តិសមទេឬដើម្បីត្រួតពិនិត្យចក្ខុចិត្តឬភ្នែកចិត្តរបស់អ្នកគឺមិនមែនចក្ខុកាយឬភ្នែកទាំងគូនោះទេចក្ខុកាយអាចពិនិត្យបានដោយងាយដោយអ្នកជំនាញខាងវិទ្យាសាស្ត្រពេលខ្លះចក្ខុចិត្តរបស់យើងប្រែជាមញោបដូចចក្ខុកាយដែរនៅពេលវាមញោបវាធ្វើឲ្យអ្នកដើររាវជើងទៅក្នុងផ្សែងអាប់នៃទស្សនៈខុសៗហើយអាចដើរបុកនិងបង្កការឈឺចាប់ដល់ខ្លួនឯងក៏ដូចជារបស់អ្នកដទៃថែមទៀតចំណុចខ្សោយបំផុតនៃចក្ខុកាយឬកែវភ្នែកទាំងពីរគឺនៅត្រង់ចំណុចថាពេកកែវភ្នែកទាំងសងខាងពលគឺជិតពេកនិងឆ្ងាយពេកហើយចំណុចពេកទាំងពីរនេះក៏បណ្ដាលឲ្យចក្ខុចិត្តឬកែវភ្នែកចិត្តមញោបផងដែរមនុស្សដែលមានទម្លាប់ប្រើភ្នែកចិត្តមើលតែរបស់ស្ថិតនៅជិតខ្លួនខ្លាំងពេកគឺជាបុគ្គលកន្ទឿចក្ខុវិស័យគឺមិនងាយមើលឃើញរបស់ឬឱកាសដែលកំពុងស្ថិតនៅឆ្ងាយពីខ្លួនឡើយគាត់ផ្ដោតអារម្មណ៍លើតែបញ្ហាបន្ទាន់នៅក្បែរដៃហើយមើលមិនឃើញទេឱកាសល្អដែលគួរតែជាកម្មសិទ្ធិរបស់គាត់បើសិនជាគាត់មានទម្លាប់គិតពិចារណានិងរៀបចំផែនការសម្រាប់ពេលអនាគតដ៏វែងឆ្ងាយដូចគ្នាដែរអ្នកនឹងក្លាយជាមនុស្សកន្ទឿទស្សនវិស័យប្រសិនបើអ្នកមិនមានទម្លាប់ធ្វើផែនការមិនស្រមៃបង្កើតរបស់ដែលខ្លួនចង់បាននិងមិនរៀបចំមូលដ្ឋានសម្រាប់ថ្ងៃអនាគតទេនោះមួយវិញទៀតមនុស្សដែលមានទម្លាប់ប្រើភ្នែកចិត្តមើលតែរបស់ស្ថិតនៅឆ្ងាយពីខ្លួនខ្លាំងពេកក៏ងាយនឹងមើលរំលងឱកាសដែលកំពុងតែឈរក្បែរខ្លួនផងដែរគាត់មើលមិនឃើញទេឱកាសល្អដែលនៅជិតដៃគាត់រវល់តែមើលក្តីស្រមៃក្តីសុបិនសម្រាប់ថ្ងៃអនាគតដែលគ្មានទំនាក់ទំនងអ្វីសោះនឹងសកម្មភាពបច្ចុប្បន្នគាត់ចង់ភ្លាមចាប់ផ្ដើមពីកំពូលតែម្ដងជាជាងដើរឡើងម្ដងមួយជំហានហាក់គាត់មិនដឹងទាល់តែសោះថាការងារតែម្យ៉ាងគត់ដែលគាត់អាចចាប់ផ្ដើមពីកំពូលតែម្ដងនោះគឺការងារអង្គុយជីកដីដាំបង្គោលពួកគេឃើញស្គាល់របស់ដែលពួកគេឃើញដូច្នេះនៅពេលរៀនអំពីបច្ចេកទេសមើលអ្នកត្រូវមានចិត្តចង់អភិវឌ្ឍលក្ខណៈទាំងពីរពោលគឺត្រូវមើលជិតផងនិងមើលឆ្ងាយផងគុណប្រយោជន៍សម្រាប់មនុស្សម្នាក់ដែលចេះរបៀបមើលអ្វីដែលស្ថិតនៅពីមុខគាត់គឺមានទំហំធំធេងខ្លាំងណាស់ភ្នែកចិត្តដែលមើលជិតពេកអាចបណ្ដាលឲ្យមានបញ្ហាធ្ងន់ធ្ងរដោយភ្នែកចិត្តដែលមើលឆ្ងាយពេកដូច្នោះដែរមនុស្សដែលមានភ្នែកចិត្តបែបនេះតែងតែមើលឃើញតែបញ្ហាដែលស្ថិតនៅក្រោមចុងច្រមុះរបស់ខ្លួនតែប៉ុណ្ណោះនិងមិនខលខ្វាយមើលទៅឱកាសដែលស្ថិតនៅឆ្ងាយពីខ្លួនឡើយគាត់គឺប្រភេទមនុស្សដែលមិនទាន់ដឹងនៅឡើយថាការធ្វើផែនការអនាគតមានថាមពលបែបណាឡើយគាត់មិនយល់ឡើយអំពីតម្លៃនៃការគិតពិចារណាគាត់រវល់ខ្លាំងពេក
ដើម្បីដោះស្រាយតែបញ្ហាកំពុងកើតឡើងនៅចំពោះមុខរហូតដល់ខួរក្បាលគ្មានកន្លែងទំនេរបន្តិចណាសោះដើម្បីគិតឲ្យបានវែងឆ្ងាយទៅថ្ងៃខាងមុខដើម្បីឈោងដៃទៅរកឱកាសថ្មីដើម្បីកំណត់ឃើញនិន្នាការនាពេលអនាគតនិងដើម្បីបង្កើតរូបភាពធំសម្រាប់ថ្ងៃអនាគតសមត្ថភាពអាចមើលធ្លុះអនាគតទាមទារនូវការបង្វឹកខួរក្បាលហើយសមត្ថភាពនេះគឺតំណាងឲ្យជ័យជំនះដ៏មហស្ចារ្យបំផុតរបស់មនុស្ស